ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជារបៀបដំឡើង Make OS X ដើម្បីដំឡើងជាដំបូងសូមអ្នកទាំងអស់គ្នាបិទកុំព្យូទ័របន្ទាប់មកបើកកុំព្យូទ័រឡើងវិញសូមអ្នកចុចលើពាក្យ Command R នៅលើ keyboard ចុចលើអក្សរថា Command បូកជាមួយនឹងអក្សរ R បន្ទាប់មកកុំព្យូទ័រនឹងចេញបែបនេះសូមអ្នកចុចលើពាក្យថា Read Install OS X បន្ទាប់មកចុច Continue តោះមកគេ Continue Select Agree បន្តទៀតជ្រើសរើស partition មួយណាដែលអ្នកចង់ install ប្រសិនបើ partition របស់អ្នកមានតែមួយសូមជ្រើសយកតែមួយតែពេលនេះខ្ញុំមាន partition 2ខ្ញុំបញ្ចូលលើ partition មួយនេះបន្ទាប់មកចុច Continue ដល់ពេលនេះចាប់ផ្ដើម download software restart នៅពេលដែលបើកត្រឡប់មកវិញ install សម្រាប់ partition អ្នកអាច erase នៅពេលក្រោយក៏បានសម្រាប់ partition ថ្មីមួយដែលអ្នកទុកសម្រាប់ដាក់ឯកសារបន្ទាប់មក restart មួយបន្ទាប់មកអ្នកជ្រើសរើស United States ហើយ select លើ Continue select keyboard US Continue ហើយជ្រើសរើស Wi-Fi បន្ទាប់មក select Continue ចុចលើពាក្យ Done Transfer ចុចទៅវាបើសិនជាកន្លែងនេះយើងមិនចង់សាញ ID ជាមួយនឹង ID Apple ទេសូមចុច Done Sign In បន្ទាប់មកចុច Continue ហើយ Skip Agree ហើយ Agree បន្តទៀតកន្លែងនេះសូមអ្នកទាំងអស់គ្នាវាយបញ្ចូលឈ្មោះហើយនឹងលេខសម្ងាត់បន្ទាប់មកចុច Continue បាទបន្តទៀតបាទប៉ុណ្នេះគឺចប់ហើយបាទនេះគឺជា OS X បាទប៉ុណ្ណឹងគឺចប់ហើយបាទអរគុណសម្រាប់ការទស្សនាវីដេអូ